ចាប់ផ្ដើមសាច់រឿងមកយើងឃើញមានជើងនារីរសាសសាព្រាដែលនេះមានឈ្មោះថា Valentina មកពីគ្រួសារជាងផងដែរនាងបានឃើញសង្សាររបស់នាងកំពុងតែនៅជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថា Cici ដែលមិនបងអស់យូរនាងក៏បានដើរសម្ដៅទៅអ្នករត់តុករួចនាងក៏បានយកទឹករួចដើរសម្ដៅទៅអ្នកទាំងពីរតួឯកស្រីរបស់យើងបានធ្វើការជះទឹកទៅកាន់អ្នកទាំងពីររួចតួឯកស្រីរបស់យើងក៏បាននិយាយឡើងថាតើអ្នកចូលចិត្តមែនទេបន្ទាប់មកទៀតនាងក៏បានទៅទាញសក់នារីម្នាក់នោះហើយអបិចារ៉េតក៏បានមកកវាដៃនាងចេញតួឯកស្រីរបស់យើងក៏មិនបង្អង់យូរក៏បានដាក់វាមួយកំភ្លៀងហើយនារីដែលមានឈ្មោះថាស៊ីស៊ីបាននិយាយថាតើអ្នកហ៊ានវាយគាត់មែនទេនិយាយមិនទាន់ផុតផងតួឯកស្រីរបស់យើងក៏បានដាក់នាងមួយកំភ្លៀងដូចគ្នានាងបាននិយាយថាតើអ្នកហ៊ានវាយខ្ញុំមែនទេខ្ញុំមកពីគ្រួសារបូអូហូគ្រួសារបូមែនទេមើលទៅគូទាំងពីរនេះពិតជាសំគ្នាណាស់នៅក្នុងយុគនេះតួឯកស្រីរបស់យើងបាននិយាយឡើងថាតើអ្នករវល់មែនទេមកថើបគ្នាជាមួយនឹងគេតែដែលអ្នកមិនទាន់បាយពីខ្ញុំនារីដែលមានឈ្មោះថាស៊ីស៊ីបាននិយាយឡើងថាចារ៉េតតើមានរឿងអ្វីកើតឡើងទេអ្នកមិនមែនជាសង្សារដ៏ល្អរបស់ខ្ញុំទេគ្រប់ពាក្យសម្ដីខ្ញុំគ្រាន់តែបោកអ្នកប៉ុណ្ណោះដោយលើដូចនោះតួស្រីរបស់យើងមានការខឹងជាខ្លាំងក៏បានជេរវាមួយបាត់ទៅថាអាឈួតអបិចារ៉េតមានការខឹងជាខ្លាំងក៏ប្រន់នឹងលើកដៃរៀងនឹងវាយនាងតួឯកស្រីរបស់យើងបាននិយាយឡើងថាតើលោកហ៊ានវាយខ្ញុំមែនទេបន្ទាប់មកតួឯកស្រីរបស់យើងក៏បានដើរចាក់ចេញពីកម្មវិធីនោះទៅបានសល់ទុកនៅអ្នកទាំងពីរដោយមានវោមហាជនឈើឡំពាត់សោចំអកយើងកាត់មកកន្លែងមួយទៀតយើងឃើញតួឯកស្រីរបស់យើងកំពុងតែនិយាយគ្នាជាមួយនឹងមិត្តភ័ក្តិរបស់នាងដោយមិត្តភ័ក្តិរបស់នាងបាននិយាយថាតើអ្នកមិនត្រូវការជំនួយមែនទេតួឯកស្រីរបស់យើងក៏បានតបទៅមិត្តភ័ក្តិនាងវិញថាតើខ្ញុំអាចនឹងវាយចាញ់ពួកនោះដែរយ៉ាងម៉េចទៅបើសិនជានាងវាយខ្ញុំនឹងវាយបងប្អូនជីដូនមួយរបស់នាងបើខ្ញុំនៅជាមួយនឹងលីវ៉ាយពួកគេនឹងមិនហ៊ានធ្វើអីខ្ញុំទេព្រោះខ្ញុំមានខ្នងជាលីវ៉ាយកាត់មកកន្លែងមួយទៀតដែលយើងឃើញតួប្រុសរបស់យើងជាមួយនឹងនិយាយជាមួយមិត្តភ័ក្តិរបស់គេដោយមិត្តភ័ក្តិរបស់គេបាននិយាយឡើងថាឯងពិតជាមានសំណាក់ខ្លាំងណាស់ដែលមានគេសរសើរនេះហើយគឺជាតួឯកប្រុសរបស់យើងមានឈ្មោះថាលីវ៉ាយបូមកពីគ្រួសារបូដូចជានាងស៊ីស៊ីដែរបន្ទាប់មកតួឯកប្រុសរបស់យើងក៏បានសុំពុកម៉ាក់គេដើម្បីចេញទៅជួបបារីភ្លាមនោះតួឯកស្រីរបស់យើងក៏បានបើកទ្វារមកដោយក្តីស្រវឹងហើយនាងបាននិយាយថាទម្លាក់បារីចុះខំជួបនៅទីនេះដោយអ្នកទាំងពីរបានងាកមើលគ្នាហើយតួឯកស្រីរបស់យើងទើបដឹងថាគេគឺជាលីវ៉ាយដោយហេតុតួឯកស្រីរបស់យើងស្រវឹងធីងធងធ្វើឲ្យនាងមើលមិនសូវច្បាស់រួចនាងក៏បាននឹងបំរុងនឹងដួលប៉ុន្តែបានតួប្រុសរបស់យើងមានឈ្មោះថាលីវ៉ាយហ្នឹងគឺបានជួយសង្គ្រោះនាងហើយតួឯកប្រុសរបស់យើងបាននិយាយថាតើអ្នកមានរឿងមែនទេគឺដែលមានកុំអស័យមួយបានមកប្រាប់ខ្ញុំហើយរឿងយើងនៅអេពីសូតមួយនេះក៏បានឈានមកដល់ទីបញ្ចប់នេះគឺជាវីដេអូសម្រាប់រឿងដំបូងរបស់ខ្ញុំបើមានពាក្យពេចន៍អ្វីប្រកែកប្រកាន់សូមអ្នកទាំងអស់គ្នាអភ័យទោស